សារលិខិតជូនពរសូមគោរពជូនពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរសូមគោរពជូនចំពោះលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអថស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026លោកជំទាវបណ្ឌិតបានស្រីមុំជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសដ៏មង្គលសួស្តីប្រសើរថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ12រោចថ្ងៃពុធ13រោចនិងថ្ងៃប្រហ័ស14រោចខែចែកឆ្នាំមមីអថស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី14ទី15និងទី16ខែមេសាគ្រិស្តសករាជ2026ខាងមុខនេះវេលាម៉ោង 10:48 នាទីព្រឹកប្រកបដោយមហានក្ខត្រិកដ៏ឧត្តមឧត្តមថ្លៃថ្លាយើងខ្ញុំជាឋានៈដឹកនាំមន្ត្រីរាជការនៃមន្ទីរផែនការខេត្តបៃលិនសូមសម្ដែងនៅមនោសញ្ចេតនាគោរពប្រកបទៅដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតនិងសូមជូនពរជ័យសិរីមង្គលវិបុលសុខដ៏មហាប្រសើរចំពោះលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនដែលជានិច្ចកាលលោកជំទាវបណ្ឌិតខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ពុះពៀរាល់ឧបសគ្គដើម្បីបព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជនសម្រេចបាននៅសមិទ្ធផលនានាជាច្រើនមានការអភិវឌ្ឍជាបន្តបន្ទាប់សម្រាប់ខេត្តបៃលិនហើយបានបំពេញតួនាទីយ៉ាងសកម្មជាពិសេសចូលរួមបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងកំណែទម្រង់ដឹកនាំនិងអភិវឌ្ឍដើម្បីចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការជំរុញនៃការអភិវឌ្ឍលើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រនៅលើទឹកដីខេត្តបៃលិនដ៏តូចច្រឡឹងស្រស់បំព្រងគួរជាទីមោទនៈបំផុតជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នាសូមលើកហាត់បួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំង3វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកពិសេសទេវតាថែរក្សាឆ្នាំថ្មីឆ្នាំមមីអថស័កព្រះនាមរក្សាទេវីបារមីលោកយាយាតលោកតាឪសូមតាមជួយថែរក្សានិងប្រោះព្រំព្រមទាំងប្រសិទ្ធពរជ័យជូនលោកជំទាវបណ្ឌិតបានស្រីមុំនិងអាយុដំព្រមទាំងបុត្រាបុត្រីសូមសំប្រកបដោយសុខភាពបរិបូរណ៍កម្លាំងពលំមាំមួនបញ្ញាញាណភ្លឺថ្លាជនមាយុយឺនយូរមានសុភមង្គលក្នុងក្រុមគ្រួសារនិងសម្រេចបាននូវជោគជ័យនិងសមិទ្ធផលថ្មីបន្ថែមទៀតជូនជាតិមាតុភូមិសូមលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនទទួលនៅកិរិយភក្តីដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំទាំងអស់គ្នាថ្ងៃច័ន្ទ1100ខែចែកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី13ខែមេសាឆ្នាំ2026តំណាងថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរផែនការខេត្តបៃលិនហត្ថលេខានិងត្រាសយសារុន